4 head Paul ដែលជាបញ្ហារារាំងឲ្យយើងមិនហ៊ានចុច boost ដោយខ្លួនឯងបងប្អូនទាំងអស់គ្នាពីមុនខ្ញុំចែកម្លែកច្រើនមែនតើជំវិញទៅនឹងការ boost page បាទសឹងតែថាពី A ដល់ Z ហើយនៅតែមានអ្នកដែលមិនហ៊ានចុច boost ទាំងដែលពួកគាត់តាមដានវីដេអូនឹងច្រើនហើយខ្ញុំចែកម្លែកនឹងក៏ច្រើនទាំងចែកម្លែក personal តាម Telegram ផងអីផងនៅតែគាត់មិនហ៊ានចុច boost អញ្ចឹងកត្តាទាំង4នេះវាជាបញ្ហាហើយនឹងដំណោះស្រាយដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនអ្នកដែលទើបតែ boost ថ្មីថ្មោងបាទបងប្អូនទាំងអស់គ្នា4ចំណុចដែលជាបញ្ហាកត្តាដែលរារាំងយើងមិនហ៊ានចុច boost ដោយខ្លួនឯងបាទទី1ដោយសារតែយើងគិតថាយើងជាអ្នក boost ថ្មីថ្មោងយើងអត់ហ៊ានចុច boost ខ្លាច boost ទៅអត់អ្នកឆាតខ្លាច boost ទៅអត់អ្នកទិញបាទពីព្រោះការ boost គឺការជួល Facebook ឲ្យធ្វើ marketing ធ្វើទីផ្សារឲ្យយើងហើយនៅពេលណាដែលយើងចុចខុសបាទចុច boost ខុសវាទៅជាការជួល Facebook ហ្នឹងខុសឲ្យលុយ Facebook ទៅទេអត់អ្នកទិញអត់អ្នកឆាតអញ្ចឹងទៅបាទអញ្ចឹងមានន័យថាការចាយលុយរបស់យើងទាំងស្រុងហ្នឹងគឺខាតតែម្ដងទី2ដោយសារតែយើងអត់បត់ពិសោធន៍តកតងជាមួយនឹងការ boost មែនតើទៅប្រសិនបើយើងមិនទាន់សាកល្បងផងមិនទាន់ទាំងចុច boost ដោយខ្លួនឯងផងធ្វើម៉េចយើងមានបទពិសោធន៍ខ្ញុំជាក់ស្ដែងខ្ញុំមានបទពិសោធន៍ទៅលើការ boost ដោយសារខ្ញុំធ្លាប់ boost មកច្រើនខ្ញុំចេះ boost ដោយសារតែខ្ញុំតេស្តពីការ boost 8បែបនេះ8បែបនោះវីដេអូបែបនេះវីដេអូបែបនោះសពគ្រប់បែបយ៉ាងទើបខ្ញុំមានបទពិសោធន៍ boost ហើយខ្ញុំធ្វើវីដេអូចែកម្លែកទៅកាន់បងប្អូនអញ្ចឹងនៅពេលណាដែលយើងមិនដែលចុច boost ផងហេតុអីយើងមានបទពិសោធន៍ចាក់ស្ដែងការចូលទៅធ្វើការកន្លែងណាមួយក៏ដោយគេសួរនាំអំពីបទពិសោធន៍បើយើងមានបទពិសោធន៍គេឲ្យប្រាក់ខែច្រើនបើយើងអត់បទពិសោធន៍បាទគេឲ្យប្រាក់ខែត្រឹមចាក់សាំម៉ូតូឬក៏បាយអីចឹងទៅឃើញទេបាទអញ្ចឹងតើតើជាមួយនឹងការ boost ដូចគ្នាបើសិនបើយើងអត់មានបទពិសោធន៍ផងយើងចង់ឲ្យ boost មានអ្នកឆាតច្រើនក៏មិនអាចដែរពីព្រោះតើតើជាមួយនឹងការ boost ហ្នឹងវាមានគ្រឿងផ្សំច្រើនពីមុនខ្ញុំបានចែកម្លែកច្រើនមែនតើអំពីគ្រឿងផ្សំដែលជំរុញឲ្យការ boost របស់យើងដើរល្អជុំមានគ្រឿងផ្សំ1 2 3 4 5ចឹងទៅហើយបន្ទាប់មកឈានមកដល់ការ boost ហ្នឹងអញ្ចឹងការ boost ហ្នឹងគឺជាការធ្វើទីផ្សារលើកចុងក្រោយការធ្វើ content ផលិតវីដេអូគឺការចាប់ផ្ដើមដើម្បីឲ្យអតិថិជនចាប់អារម្មណ៍ទៅលើផលិតផលរបស់យើងបាទទី3គាត់ថាគាត់ធ្លាប់ boost ហើយប៉ុន្តែ boost ទៅអត់អ្នកទិញទេអត់អ្នកឆាតទេអ្នកឆាតដែរប៉ុន្តែតិចតួចបំផុតបាទគាត់ boost ពី3ដងអញ្ចឹងទៅអត់មានអ្នកឆាតទេនៅពេលដែលយើងចាប់ផ្ដើមដំបូងតែដំបូងអត់អាចទេដែលថាធ្វើទៅល្អរហូតអត់អាចទេដែលថាធ្វើទៅទទួលបានលទ្ធផលជោគជ័យបាទគ្រប់គ្នាទាំងខ្ញុំមកដល់ម៉ោងនេះក៏ខ្ញុំធ្លាប់ boost ខាតច្រើនដែរហើយមកដល់ឥឡូវនេះក៏នៅតែមាន boost ខាតដែរពីព្រោះការ boost វាតាមសំណាងដែរពេលខ្លះផលិតវីដេអូទៅយើងឆ្កងពេលខ្លះផលិតវីដេអូទៅយើងស្តង់ដារពេកក៏ boost ទៅមិនត្រូវបាទពេលខ្លះវីដេអូខ្លះដូចគ្នាប៉ុន្តែ boost លើកទី1អត់ដើរ boost លើកទី2ទៅជាមានភ្ញៀវតាក់តងច្រើនទិញច្រើនបាទអញ្ចឹងនៅពេលណាដែលយើងថាខ្ញុំ boost ពី3ដងហើយអត់អ្នកឆាតអត់អ្នកទិញអញ្ចឹងមើលពីបញ្ហាតើខុសអីខុស content ខុស boost ឬយ៉ាងណាស្រង់ទិន្នន័យទាំងអស់ហ្នឹងសួរនាំទៅកាន់អ្នកចាស់សួរនាំទៅកាន់មានអ្នកដែលមានបទពិសោធន៍ boost មុនយើងសួរនាំមកកាន់ខ្ញុំក៏បានសួរនាំទៅកាន់បងផ្សេងក៏បានដែលគាត់ចែកម្លែកទាក់ទងជាមួយនឹងការ boost ពីព្រោះនៅក្នុង YouTube មានច្រើនណាស់ដែលចែកម្លែកចំណេះដឹងជំវិញការ boost ហ្នឹងគឺច្រើនមែនទែនដូចខ្ញុំចែកម្លែកមិនក្រំពីក្បែរ100វីដេអូទេទាក់ទងជាមួយនឹងការ boost ហ្នឹងបាទ boost ផ្លូវមុខផ្លូវក្រោយ boost ទូរស័ព្ទដៃ boost លើ computer គឺច្រើនមែនទែនបាទហើយទី4មិនទុកចិត្តខ្លួនឯងតិចលោខ្ញុំចាយ$50 $30ទៅខាត់ទេអត់អ្នកទិញបាទពេលខ្លះយើងកាត់ស្តុកអីវ៉ាន់មកច្រើនហើយយើងអត់ទុកចិត្តខ្លួនឯងទៀតពិបាកធ្ងន់កមែនតើហើយអញ្ចឹងបើសិនបើយើងកាត់អីវ៉ាន់មកច្រើនបាទគួរតែ boost ខ្លួនឯងទៅកុំចាយលុយទៅលើជួលគេ boost បាទតាក់ទងជាមួយនឹងការ boost ហ្នឹងខ្ញុំសូមបើកវងកញ្ចក់កន្លែងនេះបន្តិចមុននឹងឈានដល់ការ boost គឺយើងត្រូវតែលេចមើល content របស់យើងឲ្យល្អមែនតើមានន័យថាការផលិតវីដេអូរបស់យើងការថតរូបភាពរបស់យើងមើលទៅធ្វើម៉េចឲ្យទាក់ទាញភ្ញៀវដែលភ្ញៀវ scroll កាត់អូសកាត់ទៅ
គាត់ត្រឡប់ថយក្រោយមកមើលវីដេអូយើងវិញណាបាទគាត់ត្រឡប់ថយក្រោយមកមើលវីដេអូរបស់យើងវិញថាយើងនឹងវីដេអូយើងនឹងគឺជាភេទវីដេអូអីពេលខ្លះចេញមើល5វិនាទីដំបូងអត់ដឹងថាយើងលក់អីផងបាទអត់ដឹងថាយើងលក់អីផងអញ្ចឹងអាក្បាលវីដេអូនឹងសំខាន់ណាស់ពីព្រោះគេអុសកាត់មើលបន្តិច3វិនាទីដំបូងឬក៏1វិនាទី2វិនាទីដំបូងហ្នឹងធ្វើម៉េចឲ្យចាក់ដល់ទៅដល់អារម្មណ៍អ្នកទិញអារម្មណ៍ភ្ញៀវដែលគាត់ចាប់អារម្មណ៍ទៅលើផលិតផលរបស់យើងបាទពួកពេលខ្លះយើងចូលដំបូងមកនិយាយជំរាបសួរបាទអីវែងឆ្ងាយទៅវាទៅជាចាយអស់ប្រហែលជា5វិនាទីឬក៏10វិនាទីអញ្ចឹងអត់ដល់ចំណុចដែលភ្ញៀវចង់បានទេមនុស្សរាល់ថ្ងៃខ្ជិលរវល់អញ្ចឹងអត់សូវមើលទេអត់សូវយកពេលវេលាទៅមើលវីដេអូរបស់យើងទេយើងកុំនិយាយហោហាយច្រើនពេកនាំឲ្យភ្ញៀវ scroll ចេញបាទនាំឲ្យភ្ញៀវ scroll ចេញអញ្ចឹងវីដេអូមុនខ្ញុំបានបង្ហោះដែរចែករំលែកដែរអំពីគ្រឿងផ្សំដែលជំរុញឲ្យការប៊ូសរបស់យើងដើរល្អភាពបានដូចជាយើងចង់សឡមួយចានសឡកកូអញ្ចឹងវាត្រូវមានគ្រឿងផ្សំវាត្រូវមានបន្លែវាត្រូវមានគ្រប់មុខដើម្បីឲ្យបានសម្លមួយចានដែលមានរសជាតិឆ្ងាញ់អញ្ចឹងការប៊ូសដូចគ្នាបាទបើសិនបើយើងខ្វះចំណុចណាមួយវាទៅជាខ្សោយវាទៅជាប៊ូសមិនសូវជាដំណើរការល្អឃើញទេបាទប៊ូសមិនសូវជាដំណើរការល្អអញ្ចឹងយើងប៊ូសខាតដែរអញ្ចឹងដើម្បីទទួលបានប៊ូសដើរល្អយើងមើលគ្រឿងផ្សំរបស់វាឲ្យគ្រប់សិនចង់បញ្ចប់គឺយើងជួល Facebook ឲ្យធ្វើ marketing ឲ្យយើងគឺការប៊ូសហ្នឹងឯងពីព្រោះនៅពេលដែលយើងជួលឲ្យ Facebook ធ្វើ marketing ទៅ Facebook ដឹងថាផលិតផលនឹងអ្នកណាដែលចង់ទិញផលិតផលនឹងអ្នកណាដែលកំពុងចាប់អារម្មណ៍ទៅលើផលិតផលបែបហ្នឹង Facebook នឹងរុញទៅកាន់អតិថិជនហ្នឹងបាទដែលយើងកំពុងតែគិតថាខ្លួនឯងចង់ទិញទូរស័ព្ទទៅមើលលើគេផុសទូរស័ព្ទប្រហែលជា 2-3 ផុសមកស្ទុះក្រោយមកលោតមកសុទ្ធទូរស័ព្ទអញ្ចឹងការប៊ូសហ្នឹងគឺបែបហ្នឹងឯងតែពេលណាយើងលក់ខោអាវអតិថិជនដែលគាត់ចង់ទិញខោអាវគាត់កំពុងតែមើលលើ page គេផ្សេងអំពីខោអាវកំពុងតែឆាតជាមួយគេប៉ុន្តែអាយើងនេះរុញទៅគេដែរនៅលើ new feed របស់ Facebook គេហ្នឹងរុញខោអាវទៅកាន់គេដែរអញ្ចឹងពេលខ្លះអា marketing របស់យើងអា content របស់យើងដែលយើងធ្វើទៅហ្នឹងវាលេចធ្លោជាងតាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាងភ្ញៀវបែរមកសួរនាំយើងវិញទៅថាបានបាទសួរនាំយើងវិញទៅថាបានដែរអញ្ចឹងវាសំខាន់ណាខ្ញុំអាចនិយាយបានថាការធ្វើ content ហ្នឹងសឹងតែថា 50% ទៅ 70% ហើយដែលជាកត្តាជំរុញឲ្យការលក់របស់យើងដើរល្អតែអា 50% ឬក៏ 30% ទៀតហ្នឹងគឺវីដេអូរបស់យើងហ្នឹងរុញទៅកាន់អ្នកដែលចង់បានផលិតផលបែបហ្នឹងបាទបើកាលណាដែលយើងអត់ប៊ូសទេវាអត់ទលំទលាយមើលឃើញតែអ្នកដែល like page យើងមើលឃើញតែអ្នកដែលជាប់ friend ដែលយើង share ចេញទៅប្រហែលអ្នកទេប៉ុន្តែការដែលយើងប៊ូសវាសាយភាយទៅកាន់audience ទៅកាន់អតិថិជនដែលកំពុងតែចង់បានផលិតផលដែលយើងកំពុងតែប៊ូសហ្នឹងបាទអញ្ចឹងជារួមទៅហ៊ានប៊ូសខ្លួនឯងទៅបាទមានបញ្ហាអីឆ្ងល់អីអាចសួរនាំជាមួយខ្ញុំបានសួរនាំតាម Telegram ទៅបាទខ្ញុំនឹងព្យាយាមឆ្លើយបាទមានពេលខ្ញុំនឹងព្យាយាមឆ្លើយហើយបើនេះទេ comment ក្នុងវីដេអូនេះខ្ញុំនឹងធ្វើវីដេអូបកស្រាយក៏ដូចជាចែករំលែកទៅកាន់បងប្អូន